អ្នកគ្រូតែខ្ញុំខុសទេបើខ្ញុំទៅរកសេវាកម្មខាងក្រៅព្រោះប្រពន្ធខ្ញុំគាត់មានក្លិនអត់ល្អនៅកន្លែងនោះខ្លាំងណាស់តែខ្ញុំមិនហ៊ាននិយាយត្រង់ទេខ្លាចគាត់ខឹងនឹងអន់ចិត្តពេលខ្លះគាត់មានតម្រូវការដែរតែខ្ញុំចង់ក្អួតរាល់ដងពេលធំក្លិនទឹកប្រដាប់ភេទគាត់ចេញមកខ្ញុំមិនដឹងថាគាត់កើតរោគអីទេអ្នកគ្រូតែខ្ញុំគួរធ្វើម៉េចចឹងថ្ងៃនេះអ្នកគ្រូមកតបរឿងអាចនឹងរោគស្ត្រីរឿងធំក្លិនណាដោយសាររយៈក្រោយនេះអ្នកគ្រូអត់បានផុសរឿងផលិតផលលក់រឿងរោគស្ត្រីអីទេដោយសារផលិតផលអ្នកគ្រូលក់ក្រុមហ៊ុនអាមេរិកតែក៏គេផលិតនៅថៃស្តុកនៅប្រទេសថៃអញ្ចឹងដែលអ្នកគ្រូលក់នឹងផលិតផលហ្នឹងគឺស្តុកតាំងពីមុនមានរឿងតែមកដល់ឥឡូវនេះក៏មាននៅសល់ខ្លះឥឡូវអ្នកគ្រូយកមកនិយាយណាព្រោះផុត delay 2027ប៉ុន្តែត្រឡប់មកវិញរឿងសំណេរដែលគាត់និយាយនេះតាមសំណេររបស់គាត់គឺប្រពន្ធរបស់គាត់កំពុងតែប្រឈមជាមួយនឹងបញ្ហារោគស្ត្រីមិនរឿងតិចតួចរឿងលេងសើចទេណាដល់ថ្នាក់ប្តីធំក្លិនចង់ក្អួតអីចឹងមិនមែនរឿងធម្មតាទេតែបើឲ្យអ្នកគ្រូណែនាំសម្រាប់ស្វាមីណាគួរប្រាប់គាត់ត្រង់មិនមែនខ្លាចឲ្យទៅរកក្រៅហើយយកអានឹងធ្វើលេសអត់ប្រាប់គាត់នោះទេតែការប្រាប់យើងប្រាប់របៀបលួងណាមិនលក្ខណៈខ្ពើមគាត់ទេប្រាប់ថាអូនមករយៈហ្នឹងអូនធំក្លិនអត់សូវល្អអីចឹងណាបងសង្ស័យថាអូនអាចមានបញ្ហារោគស្ត្រីអូនសម្អាតទូទៅធម្មតាតែអាហ្នឹងយើងនិយាយបែបប្តីប្រពន្ធណាតែបើគាត់សម្អាតធម្មតាហើយអ្វីដែលគាត់និយាយហ្នឹងគឺក្លិនចេញពីខាងក្នុងមែនទេអញ្ចឹងគាត់មានបញ្ហារោគបាក់តេរីមួយចំនួនហើយបើសិនជាមិនច្បាស់ទេទីមួយអ្នកគ្រូណែនាំឲ្យទៅពិនិត្យពេទ្យក៏ល្អដែរហើយទី2ក្រែងដូគាត់ធ្លាប់មានបញ្ហាហ្នឹងពីមុនឬក៏តាមរយៈអាហារគាត់ហូបចុកជួនកាលហូបរបស់មិនសូវស្អាតនាំឲ្យមានធំក្លិនក៏មានរាងកាយអ្នកខ្លះហូបរបស់ឆៅធ្វើឲ្យធំក្លិនក៏មានហើយមួយទៀតតាមបទពិសោធន៍ដែលអ្នកគ្រូធ្លាប់លក់ផលិតផលឲ្យភ្ញៀវព្រោះអ្នកគ្រូមានភ្ញៀវរោគស្ត្រីច្រើនគឺប្រើផលិតផលជំនួយអរម៉ូនគាត់ធំក្លិនពីខាងក្នុងមកភាគច្រើនគឺបញ្ហាអរម៉ូនបើជំងឺតែម្ដងរាងកាយរបស់គាត់គឺគាត់អាចដឹងដោយខ្លួនឯងអរម៉ូនហ្នឹងមិនមែនគាត់ខ្វះទេណាបានន័យថាតុល្យភាពរាងកាយគាត់អត់ល្អហើយជាទូទៅយើងហូបប្រភេទអាហារមានបន្លែផ្លែឈើដែលគ្រប់គ្រាន់ក៏អាចជួយបានដែរគ្រាន់តែបន្លែផ្លែឈើដែលវាត្រូវនឹងអរម៉ូនរបស់យើងពេលខ្លះយើងក៏មិនដឹងថាត្រូវហូបអីចូលចិត្តអីហើយបន្លែផ្លែឈើឥឡូវបើវាមានជាតិពុលជាតិគីមីដែលគេបាញ់ថ្នាំទៀតវាធ្វើឲ្យយើងកាន់តែយ៉ាប់តែសម្រាប់អ្នកដែលមិនទាន់ដល់ដំណាក់កាលធ្ងន់ធ្ងរអ្នកខ្លះដូចធំក្លិនអញ្ចឹងធ្វើមានស្ងួតរមាស់ជាទូទៅអ្នកគ្រូលក់ផលិតផលមួយនេះជារបស់ក្រុមហ៊ុនអាមេរិកទេប៉ុន្តែគេផលិតនៅប្រទេសថៃតែផ្ដាច់មុខដោយក្រុមហ៊ុនអាមេរិកតែដល់ពេលឥឡូវយើងមានបញ្ហាចំនួនព្រំដែនអ្នកគ្រូអត់បានលក់ទៀតទេប៉ុន្តែនៅសល់ស្តុកចាស់តែសម្រាប់ fan ខ្លះដែលគាត់ធ្លាប់ប្រើគឺគាត់ប្រើជាប្រចាំហើយសម្រាប់ delay ផុតនៅ2027អញ្ចឹងយើងនៅសល់ពេលវេលា 6-7 ខែទៀតនេះសម្រាប់ fan ខ្លះដែលជួបបញ្ហាដូចគាត់ណាអញ្ចឹងរឿងអរម៉ូនស្ត្រីបញ្ហាធំក្លិនសំខាន់ណាស់ហើយផលិតផលនេះអ្នកគ្រូប្រើប្រចាំដែរតែផុតពីស្តុកនេះទៅមិនដឹងថាមានទៀតឬក៏អត់ទេបើគេអត់បើកព្រំដែនទេមិនដឹងថាបានយកមកទៀតឬក៏អត់ទេបើក្រុមហ៊ុនអាមេរិកគេដូរស្តុកអាហ្នឹងគេដូរអាចសម្រាប់ fan អ្នកគ្រូដែលគាត់ធ្លាប់ប្រើគឺគាត់នៅតែប្រើកំងប្រើជាប្រចាំប្រៀបដូចជាថ្នាំប្រចាំខ្លួនព្រោះវាជួយឲ្យរាងកាយយើងអរម៉ូនល្អបំផុតអ្នកខ្លះរដូវមកអត់ទៀងទាត់សម្រួលអរម៉ូនសម្រួលឈាមអីមកចប់ចឹងជាពិសេសមនុស្សស្រីដែលខ្លះអាយុច្រើនអីអស់រដូវគាត់ជួបបញ្ហាដូចចុករយតាមដងខ្លួនហើយនៅជាមួយស្វាមីអីកាហាយអីចឹងស្ងួតអីចឹងចឹងគឺត្រូវតម្រូវការឲ្យជំនួយហើយហ្នឹងបញ្ហាស្ត្រីគាត់ធំក្លិនអីណាឥឡូវត្រឡប់មកវិញទៀតគាត់សួររឿងគាត់ទៅរកសេវាកម្មក្រៅអាហ្នឹងខាងប្តីគាត់សួរខុសហេឥឡូវអ្នកគ្រូតបទៅតាមធម្មតាណាបុរសដែលគាត់មានប្រពន្ធហើយឬមិនមានឥឡូវថាគាត់មានប្រពន្ធគាត់ទៅរកស្រីក្រៅរកសេវាកម្មតាមធម្មតាបើសិនជាគាត់ទៅរកក្រៅគាត់នឹងមិនដាច់ការមេព្រោះតែប្រពន្ធហួងហែងឡើយតែចំពោះមនុស្សស្រីវិញបើសិនជាទៅរកក្រៅនឹងដាច់ការមេព្រោះមានប្តីហួងហែងខុសគ្នាណាចំពោះបុរសគាត់ទៅរកក្រៅរកស្រីប៉ុន្មានក៏បានមិនដាច់ការមេដោយសារប្រពន្ធហួងហែងតែគាត់នឹងដាច់បើសិនជាមនុស្សស្រីដែលគាត់ទៅរកនោះស្ថិតនៅក្នុងមនុស្សស្រី20ប្រភេទព្រោះមនុស្សស្រីលក់សេវាកម្មស្រុកយើងពេលខ្លះមិនទាន់ស្របច្បាប់ប្រទេសមែនទេបើសិនជាគាត់លក់សេវាកម្មចេញមុខចេញមាត់គេដឹងអីអានឹងអត់ដាច់ទេតែបើសិនជាស្ត្រីនោះគាត់ចេញមករកស៊ីសេវាកម្មតែគាត់អាចជាសិស្សសាលាលួចលាក់ឪពុកម្ដាយមករកស៊ីឬក៏គាត់មានប្តីហើយតែលួចលាក់ប្តីមករកស៊ីអានឹងគឺដាច់ការមេទាំងបរិសុទ្ធទាំងស្ត្រីតែបើគេដឹងថាគាត់ជាអ្នករកស៊ីបម្រើសេវាកម្មបរិសុទ្ធតែម្ដងហើយអត់មានបរិសុទ្ធណាចិញ្ចឹមទេអត់មានបរិសុទ្ធណាកក់លុយមុនទេហើយបរិសុទ្ធទៅប្រើសេវាកម្មចាយលុយអត់ដាច់ទេណាបញ្ជាក់អានេះទៅតាមធម៌ណាតែបើសិនជាមនុស្សស្រីនោះមានគេចិញ្ចឹមហើយតែលុយចាយអត់គ្រប់គាត់លួចមករកស៊ីទៀតអានឹងដាច់បរិសុទ្ធដែលទៅរកនឹងដាច់ហើយមនុស្សស្រីដែលគេចិញ្ចឹមហើយលួចមករកស៊ីទៀតគាត់ក៏ដាច់ដែរគឺដាច់ការមេណា
តែត្រឡប់មកវិញបើគាត់មានប្រពន្ធហើយគាត់ទៅរកស្រីក្រៅហ្នឹងមិនប៉ះចំមនុស្សស្រី20ប្រភេទនោះទេគឺអត់ដាច់ទេប៉ុន្តែគាត់អាចនឹងដាច់អីទៀតអាចនឹងដាច់មុសាវាទកុហកប្រពន្ធតែរនឹងមានប្រាប់ប្រពន្ធត្រង់ប្រាប់ប្រពន្ធខ្លាចប្រពន្ធអត់ឲ្យទៅបើសិនជាគាត់កុហកគឺដាច់មុសាវាទរឿងកុហកហ្នឹងទៅតែបើមិនកុហកទេក៏អត់ដាច់ដែរតែនៅគ្រូភ្ជាប់មកវិញបើរកសេវាកម្មក្រៅហើយចម្លងរោគប្រពន្ធនៅផ្ទះទៀតអាហ្នឹងប្រយ័ត្នណាក្រែងលោទៅរកក្រៅហើយមកចម្លងរោគច្រឡងដល់ប្រពន្ធធ្វើឲ្យប្រពន្ធមានធំក្លិនអីអានេះត្រូវពិនិត្យមើលណាអាហ្នឹងត្រូវទៅពិនិត្យមើលសុខភាពផ្លូវភេទទាំងសងខាងព្រោះបុរសអត់មានអាការៈអីទេតែមានអាការៈចំពោះមនុស្សស្រីអញ្ចឹងអ្នកគ្រូឆ្លើយតបទាំងសុខភាពទូទៅហើយនឹងមេរៀនតាមធម្មៈរបស់ព្រះសម្មាសម្ពុទ្ធណាឆ្ងល់អីខមមិនតាមនឹងទៅអូខេអរគុណ